ដើម្បីស្ដារអាណាចក្រនេះឡើងវិញព្រះចៅអធិរាជដកដង្ហើមធំរួចមានបន្ទូលថាព្រះអង្គសូមគុំព្រះកន្សែងសោកសៅខ្លាំងពេកអីពួកយើងត្រូវតែស្វែងរកមុខឃាតករនិងរក្សាសណ្ដាប់ធ្នាប់នគរឲ្យបានល្អមេទ័ពឈូឈីងឆឹងដើរចូលមកក្រាបបង្គំទូលថាអ្វីដែលលោកមេទ័ពទូលគឺពិតជាត្រឹមត្រូវណាស់ព្រះអង្គពួកយើងត្រូវតែបើកការស៊ើបអង្កេតរកមុខឃាតករឲ្យបានជាបន្ទាន់បំផុតព្រោះលោកហៅរ៉ាធំគឺជាសសរស្តម្ភដ៏សំខាន់របស់ជាតិតែបែរជាត្រូវគេលុបសម្លាប់នៅក្នុងភូមិគ្រឹះរបស់ខ្លួនឯងទៅវិញបែបនេះគឺជាការប្រមាថមើលងាយដល់រាជវង្សខ្លាំងណាស់អុកញ៉ាទូម៉ាក៏បានដើរចូលមកក្រាបបង្គំទូលដដែលថាពិតប្រាកដមែនហើយព្រះអង្គពួកក្រុមជនក្បត់ជាតិទាំងនេះគឺពួកវាបានលុបធ្វើសកម្មភាពចលាចលអស់រយៈពេលជាយូរមកហើយកន្លងមកគឺព្រះអង្គមានប្រតិយអត់ឱនប្រោសប្រណីឲ្យពួកវាខ្លាំងពេកហើយតែសម្រាប់នៅក្នុងលើកនេះពួកវាហ៊ានដល់ថ្នាក់មកសម្លាប់សសរស្តម្ភដ៏មានគុណរបស់ខ្ញុំចោលទង្វើបែបនេះគឺពិតជាអសិលធម៌សាហាវយង់ខ្នងខ្លាំងណាស់មេទ័ពឈូឈីងឆឹងចូលឯងប្រញាប់ទៅបញ្ជាឲ្យបិទទ្វារក្រុងឲ្យជិតឈឹងភ្លាមមិនអនុញ្ញាតឲ្យមានអ្នកណាម្នាក់អាចធ្វើដំណើរចេញចូលបានឡើយបើគ្មានព្រះរាជបញ្ជាពីអញរួចហើយចូលបើកការកោះហៅអស់លោកមេត្រកូលធំៗទាំងអស់មកទីនេះរួមទាំងត្រកូលយូហ្វានផងដែរព្រោះអញនឹងបើកការសាកសួរដេញដោលពួកវាដោយផ្ទាល់ខ្លួនអញតែម្ដងបន្ទាប់ពីបានមានព្រះរាជបន្ទូលចប់សពគ្រប់ភ្លាមមេទ័ពឈូឈីងឆឹងក៏បានប្រញាប់ដើរចាកចេញទៅភ្លាមតែម្ដងនៅក្នុងទីក្រុងទាំងមូលក៏បានចាប់ផ្ដើមហ្វាសឹងនៅភាពវឹកវរនិងភាពចលាចលខ្លាំងក្រុមកងទាហានរាជវាំងបានដើរល្បាតពាសពេញដងផ្លូវយ៉ាងតឹងរ៉ឹងរាល់ច្រកទ្វារក្រុងទាំងអស់ត្រូវបានគេបិទជិតឈឹងការធ្វើដំណើរចេញនិងចូលគឺត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់បំផុតផ្ទះសម្បែងរបស់ប្រជារាស្ត្រនៅគ្រប់ទិសទីមានសភាពស្ងាត់ជ្រងំគួរឲ្យខ្លាចជូហ្វានបានលេចនៅស្នាមញញឹមឡើងរួចគិតថាសម្លេងចលាចលនេះពិតជាធ្វើឲ្យអារម្មណ៍ខ្ញុំរំភើបខ្លាំងណាស់យូហ្វានស៊ុងអឺកើតមានការព្រួយបារម្ភនៅក្នុងចិត្តជាខ្លាំងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាលោកនឹងមិនទៅបង្កឲ្យមានភាពវឹកវរអ្វីបន្ថែមទៀតនោះទេណាលោកជូហ្វានយល់ស្របតបថាដឹងទេថាខ្លួនខ្ញុំគឺពិតជាចូលចិត្តស្ថានភាពមានភាពវឹកវរខ្លាំងបែបនេះណាព្រោះប្រសិនបើនគរមិនកើតមានភាពវឹកវរទេនោះតើឲ្យខ្ញុំមានឱកាសរកផលប្រយោជន៍ល្អៗពីកន្លែងណាបានទៅស្ថានភាពបែបនេះហើយទើបជាទិដ្ឋភាពដ៏ល្អប្រសើរហាវឹកវរឲ្យខ្លាំងទៅខ្សែជីវិតដ៏ស្ងប់ស្ងាត់កាលពីមុនគឺត្រូវបានរលាយបាត់បង់អស់រលីងបាត់ទៅហើយនៅក្នុងគណៈពេលជាមួយគ្នានោះដែរនៅឯភូមិគ្រឹះរបស់ត្រកូលហាងភូស្រាប់តែមានបុរសម្នាក់បានប្រញាប់ប្រញាល់ស្រែកឡើងខ្លាំងៗថាលោកមេតកូលពេលនេះព្រះចៅអធិរាជមានព្រះរាជបញ្ជាកោះហៅលោកឲ្យប្រញាប់ធ្វើដំណើរទៅកាន់ព្រះរាជវាំងជាបន្ទាន់តើនៅខាងក្រៅមានហ្វាក់សឹងនៅរឿងរ៉ាវមិនល្អអ្វីមែនទេហេតុអីបានជាត្រូវមកស្រែករំខានដល់អារម្មណ៍អញខ្លាំងដល់ថ្នាក់ហ្នឹងហាងភូធានយួនបានពោលសួរឡើងដោយសំឡេងដ៏ត្រជាក់ស្រទុំសេនាវ័យក្មេងម្នាក់នោះបានប្រញាប់ក្រាបបង្គំទូលឆ្លើយតបវិញភ្លាមថាលោកហោរាធំគឺត្រូវបានឃាតកចិត្តសាហាវលោកចូលទៅកំទេចសម្លាប់បាត់បង់ជីវិតបាត់ទៅហើយលោកមេតកូលហើយពេលនេះព្រះចៅអធិរាជកំពុងតែបញ្ជាឲ្យក្រុមកងទ័ពតាមស្វែងរកមុខឃាតករយ៉ាងតឹងរ៉ឹងបំផុតយុវជនម្នាក់នោះបានឆ្លើយតបទៅវិញយ៉ាងខ្លីលុះបានឮដំណឹងនេះភ្លាមហាងភូធានយួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងឯងថាស្អីគេនឹងលោកហោរាធំត្រូវគេសម្លាប់ស្លាប់បាត់ទៅហើយមែនទេគេស្ទើរតែមិនចង់ជឿនឹងត្រចៀករបស់ខ្លួនឯងទាល់តែសោះព្រោះសូម្បីតែលីខឺធានខ្លួនឯងក៏មានការតក់ស្លុតចិត្តយ៉ាងខ្លាំងដដែលរួចលបគិតថាព្រោះកាលពីប្រហែលថ្ងៃមុននេះសោះពួកយើងគឺទើបតែបានធ្វើការជួបពិភាក្សាគ្នាធម្មតាសោះដំណឹងមរណភាពភ្លាមមួយនេះពិតជាធ្វើឲ្យមនុស្សគ្រប់គ្នាមានការតក់ស្លុតចិត្តជាខ្លាំងពិតមែនសិតនៅឯផ្នែកខាងក្នុងព្រះរាជវាំងដ៏ធំស្កឹមស្កៃព្រះចៅអធិរាជបានគុំប្រថាប់ឡើងដោយរឹកពីដ៏មានអំណាចនិងមើងម៉ាត់បំផុតក្រសែព្រះនេត្ររបស់ព្រះអង្គគឺមានសភាពមុតស្រួចគួរឲ្យខ្លាចរអាខ្លាំងដោយនៅឯត្រង់ផ្នែកខាងឆ្វេងព្រះកាយគឺមានវត្តមានរបស់ពួកកំពូលមេត្រកូលធំទាំង8ត្រកូលដែលនៅក្នុងនោះក៏មានវត្តមានរបស់រូបជូហ្វានរួមជាមួយនឹងហាងភូធានយួនឈរជើងនៅទីនោះដូចគ្នាដែររីឯនៅឯផ្នែកខាងស្ដាំព្រះកាយវិញគឺមានវត្តមានរបស់ពួកកំពូលមន្ត្រីជាន់ខ្ពស់ដូចជាអុកញ៉ាទូម៉ារួមជាមួយនឹងមេទ័ពឈូឈីងឆឹងនឹងឯងហើយនៅត្រង់ចំណុចកណ្ដាលនៃសាលប្រជុំគឺត្រូវបានគេដាក់តម្កល់នៅរាងកាយសាកសពរបស់លោកហៅរ៉ាធំយូហ្វានស៊ុនជីដោយនៅក្បែរនោះគឺមានចៅស្រីរបស់គាត់គឺនាងយូហ្វានស៊ុងអឺកំពុងតែអង្គុយបង្ហូរទឹកភ្នែកយំសោកបោកប្រានខ្លាំងគួរឲ្យខ្លោចចិត្តជាពន់ពេកការដែលអញបើកការកោះហៅពួកឯងទាំងអស់គ្នាឲ្យមកជួបជុំគ្នានៅទីនេះគឺដើម្បីចង់ឲ្យពួកឯងជួយរកមុខឃាតករពិតប្រាកដឲ្យឃើញពីព្រោះពួកឯងម្នាក់សុទ្ធសឹងតែជាបុគ្គលដ៏មានកម្លាំងសមត្ថភាពខ្ពស់ពូកែអស្ចារ្យទាំងអស់ដូចនេះតើមានអ្នកណាម្នាក់អាចមានក្តីសង្ស័យឬមានការក្តាប់បាននៅតម្រុយសំខាន់ខ្លះហើយឬនៅព្រះចៅអធិរាជបានពោលសួរឡើងមកខាងក្រៅដោយសំឡេងដ៏ម៉ឺងម៉ាត់បំផុតមេទ័ពឈូឈីងឆឹងបានបោះជំហានជើងដើរឆ្ពោះទៅខាងមុខរួចក្រាបបង្គំទូលថាសូមក្រាបបង្គំទូលព្រះអង្គឲ្យបានទ្រង់ជ្រាបចុះថាទោះបីជាធម្មតាទៅនៅក្នុងភូមិគ្រឹះរបស់លោកហៅរ៉ាធំគឺមិនសូវជាមានការដាក់ពង្រាយក្រហមកងឆ្មាំយាមការពារច្រើនកម្រិតណាក៏ដោយប៉ុន្តែលោកហៅរ៉ាធំខ្លួនឯងគឺធ្លាប់ជាកំពូលអ្នកខ្លាំងដ៏ខ្លាំងពូកែម្នាក់ស្ថិតនៅក្នុងវិស័យធម្មពលវិញ្ញាណអាត់កំបាំងខ្ពស់ខ្លាំងណាស់ដឹងទេព្រះអង្គហេតុនេះគឺមិនអាចមានមនុស្សធម្មតាឯណាមានសមត្ថភាពអាចសម្លាប់រូបលោកបានងាយស្រួលនោះឡើយហើយរឹតតែមិនអាចមានលទ្ធភាពមកធ្វើបាបធ្វើទរណកម្មរូបលោកឲ្យមានសភាពខ្លោចចិត្តដល់ថ្នាក់នឹងបានដូចនេះជនឃាតករដែលបានម្នាក់នោះគឺត្រូវតែជាកំពូលអ្នកខ្លាំងដ៏ខ្លាំងពូកែអស្ចារ្យបំផុតម្នាក់ជាក់ជាមិនខានឡើយព្រះអង្គមេទ័ពឈូឈីងឆឹងពោលរាយការណ៍បណ្ដារួចបានបង្វែរខ្សែភ្នែកលបកលិចសម្លឹងមើលទៅកាន់ពួកសមាជិកត្រកូលធំទាំង8ត្រកូលបណ្ដាធ្វើឲ្យលឹងវូឆាងកាត់ចិត្តខឹងសម្បាភ្លាមរួចគេពោលថាលោកមេទ័ពសម្ដីបកស្រាយរបស់អ្នកអំបញ្ញមិញនេះតើអ្នកកំពុងតែមានបំណងចង់ចោទប្រកាន់មកលើរូបខ្ញុំមែនទេបើអ្នកពិតជាមានគំនិតគិតបែបនោះមែនចុះហេតុអីបានជាមិនព្រមហើបមាត់និយាយសម្ដីឲ្យវាត្រង់ចំពោះមុខមករូបខ្ញុំគឺគ្រាន់តែមានបំណងចង់ដាស់តឿនប្រាប់ដល់មនុស្សគ្រប់គ្នាឲ្យមានការប្រុងប្រយ័ត្នខ្ពស់តែប៉ុណ្ណោះសោះព្រោះពួកយើងម្នាក់គឺមិនគួរណានឹងត្រូវមកព្រមទទួលរងនៅទោសកំហុសមួយនេះតែម្នាក់ឯងនោះឡើយ
តើអស់លោកបានលបភ្លេចអស់ហើយមែនទេថាពួកកំពូលសសរស្តម្ភទាំង4ប្រចាំនគរយើងគឺសុទ្ធសឹងតែត្រូវស្ថិតនៅក្នុងរង្វង់នៃការកើតមានក្តីមន្ទិលសង្ស័យដូចហើយជាពិសេសទៅទៀតនោះគឺវាត្រូវតែជាបុគ្គលដ៏មានអំណាចខ្ពស់ទាំងពីររូបដែលកំពុងតែអង្គុយនៅត្រង់ផ្នែកខាងលើនេះឯងមេទ័ពឈូឈីងឆឹងបានស្រែកឡើងត្រឡប់ទៅវិញទាំងក្តីខឹងសម្បារយ៉ាងខ្លាំងបំផុតថាដឹងទេថារូបខ្ញុំគឺតែងតែខំប្រឹងប្រែងបំពេញកិច្ចការងារដោយភាពត្រឹមត្រូវដិតដល់ជានិច្ចមិនដែលធ្លាប់បានលួចធ្វើទង្វើអ្វីឲ្យខុសឆ្គងទៅនឹងច្បាប់សិលធម៌ម្ដងណាឡើយម្យ៉ាងវិញទៀតលោកហោរាធំគឺធ្លាប់មានគុណូបការៈដ៏ធំធេងខ្លាំងណាស់មកលើខ្សែជីវិតរបស់រូបខ្ញុំកាលពីដូចនេះតើឲ្យមានហេតុផលឈួតឯណាធ្វើឲ្យខ្ញុំត្រូវមកធ្វើទង្វើដ៏សាហាវឃោឃៅបែបនេះដាក់រូបលោកទៅវិញលឹងវូឆាងបានលូកដៃក្រវីបក់កង្ហានៅក្នុងដៃស្រាលៗរួចពោលពាក្យសម្ដីសើចចំអកលុកលុយថាសូមលោកមេទ័ពដ៏មានអំណាចកុំទាន់អាកើតមានចិត្តខឹងសម្បារខ្លាំងពេកអីព្រោះរូបខ្ញុំគឺគ្រាន់តែមានបំណងចង់ឲ្យពួកយើងបើកការស៊ើបអង្កេតរឿងរ៉ាវមួយនេះដោយភាពម៉ត់ចត់និងប្រុងប្រយ័ត្នខ្ពស់តែប៉ុណ្ណោះសោះព្រោះថាជួនកាលទៅជនសត្រូវពិតប្រាកដគឺវាប្រហែលជាកំពុងតែលាក់ខ្លួនពួនអាត្មាស្ថិតនៅក្នុងចំណោមពួកយើងនៅទីនេះដដែលក៏ថាបានដែរលុះនៅពេលដែលបានឮពាក្យសម្ដីចាក់ដោតបែបនេះភ្លាមមនុស្សគ្រប់គ្នានៅក្នុងព្រះរាជវាំងទាំងមូលបាននាំគ្នាងាកមកសម្លឹងមើលមុខគ្នាទៅវិញទៅមកទាំងក្តីច្របូកច្របល់ចិត្តជាខ្លាំងហើយរាល់ទំនុកចិត្តដ៏ល្អដែលមានចំពោះគ្នាកាលពីមុនក៏ចាប់ផ្ដើមហ្វាក់សឹងនឹងការរង្គោះរង្គើខ្លាំងភ្លាមរូបខ្ញុំគឺមិនមានពេលវេលាទំនេរមកអង្គុយបើកការតវ៉ាដេញដោលពាក្យសម្ដីអត់ប្រយោជន៍ជាមួយនឹងលោកឡើយប៉ុន្តែពួកយើងត្រូវតែរក្សាសតិឲ្យបានល្អដិតរូបខ្ញុំនឹងប្រឹងដេញតាមរកមុខជនល្មើសចិត្តសាហាវម្នាក់នោះឲ្យឃើញទោះបីជាត្រូវបង្ខំចិត្តបើកការឆែកឆេរឲ្យសពពេញផ្ទៃរាជធានីទាំងមូលក៏ដោយចុះមេទ័ពឈូឈីងឆឹងបានស្រែកឡើងមកខាងក្រៅទាំងក្តីខឹងសម្បារយ៉ាងខ្លាំងបំផុតលុះដល់ខណៈពេលដែលខ្ញុំមានសមត្ថភាពចាប់កសោបយកខ្លួនវាបានសម្រេចហើយនោះអ្វីគ្រប់យ៉ាងច្បាស់ជានឹងត្រូវដឹងលាតត្រដាងឡើងយ៉ាងច្បាស់ក្រឡែតមិនខានឡើយលឹងវូឆាងបានលួចគិតគូរនៅក្នុងចិត្តខ្លួនឯងទាំងក្តីមើលងាយថាលោកមេទ័ពលោកពិតជាអាចមានកម្លាំងសមត្ថភាពខ្លាំងពូកែអស្ចារ្យមែនចំពោះការចាត់ចែងរៀបចំយុទ្ធសាស្ត្រសឹកសង្គ្រាមនៅលើសមរភូមិប៉ុន្តែប្រសិនបើត្រឡប់មកនិយាយពីកិច្ចការងាររឿងរ៉ាវល្បិចកលក្នុងការដណ្ដើមយកអំណាចរដ្ឋវិញនោះលោកគឺនៅមានសភាពខ្ចីបុប្ផាខ្លាំងណាស់ដឹងទេពីព្រោះបុគ្គលណាដែលហ៊ានមានចិត្តថ្លើមធំលបចូលមកសម្រាប់លោកហោរាធំដល់នៅក្នុងផ្នែកខាងក្នុងទីក្រុងបែបនេះបានគឺមិនអាចឲ្យលោករកវិធីស្វែងរកជួបខ្លួនគេបានយ៉ាងងាយស្រួលនោះឡើយព្រោះនេះវាគឺមិនមែនជាស្នាដៃរបស់ពួកមនុស្សធម្មតាថោកទាបឯណាឡើយគិតគូរនៅក្នុងចិត្តបែបនេះរួចរាល់ភ្លាមលឹងវូឆាងក៏បានបង្វែរខ្សែភ្នែករួចក៏លេចសម្លឹងមើលទៅកាន់ជូហ្វានដោយភាពសង្ស័យខ្ពស់ព្រះចៅអធិរាជបានលបក់ក្រឡេកខ្សែប្រណិតសម្លឹងមើលទៅជុំវិញសាលប្រជុំរួចបានពោលសួរដេញដោលទៅកាន់នាងយូហ្វានស៊ុងអឺថារឿងរ៉ាវមួយនេះគឺពិតជាមានសភាពលំបាកខ្លាំងណាស់ក្នុងការតាមស្វែងរកមុខជនល្មើសពិតប្រាកដឃើញហើយពួកយើងក៏មិនអាចដើរទៅចោទប្រកាន់ទៅលើពួកត្រកូលធំដទៃទៀតដោយគ្មានភស្តុតាងច្បាស់លាស់បានដែរយូហ្វានស៊ុងអឺតើនាងអាចមានការក្តាប់បាននៅយោបល់ឬតម្រុយសំខាន់អ្វីខ្លះហើយឬនៅហើយតើបុគ្គលម្នាក់ណាដែលជាមនុស្សចុងក្រោយគេបង្អស់ដែលបានចូលជួបពិភាក្សាជាមួយនឹងលោកហោរាធំមុនពេលដែលគាត់ត្រូវស្លាប់យូហ្វានស៊ុងអឺបានហ្វាត់សឹងនូវភាពស្ទាក់ស្ទើរចិត្តខ្លាំងអស់មួយសន្ទុះធំលុះនៅពេលដែលនាងបានលបកលេចខ្សែភ្នែកទៅសម្លឹងមើលចំកៅភ្នែកដ៏មានអំណាចរបស់ជូហ្វានរួចរាល់ហើយនោះនាងក៏បានសម្រេចចិត្តឆ្លើយតបវិញថាក្រាបបង្គំទូលព្រះអង្គតាមពិតទៅមនុស្សចុងក្រោយគេបង្អស់ដែលបានចូលជួបពិភាក្សាជាមួយនឹងលោកតាគឺជារូបលោកម្ចាស់ជូហ្វានដែលជាកំពូលមេការគ្រប់គ្រងធំនេះឯងព្រះអង្គលុះនៅចំខណៈពេលដែលនាងពោលដាច់សម្ដីព្រោះគិតឃើញថាវាមិនមែនជារឿងចម្លែកឡើយពីព្រោះផ្អែកទៅលើកម្រិតធម៌ពលអំណាចបារមីដ៏ខ្លាំងក្លាអស្ចារ្យរបស់ជូហ្វានហើយនោះគេគឺពិតជាអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្លាប់ពួកកំពូលអ្នកខ្លាំងកម្រិតឋានសួគ៌ចោលបានយ៉ាងងាយស្រួលបំផុតថែមទាំងនៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះសោតជូហ្វានគឺតែងតែចូលចិត្តរកវិធីធ្វើនៅរាល់រឿងរ៉ាវរំជួយផែនដីជាច្រើនរួចទៅហើយដូចនេះហើយទើបនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នាគឺបាននាំគ្នាគិតសន្មតបាត់ទៅហើយថាគេគឺជាជនឃាតករពិតប្រាកដប៉ុន្តែពួកគេមួយចំនួនក៏បាននាំគ្នាងាកមកសម្លឹងមើលទៅកាន់ជូហ្វានទាំងក្រសែភ្នែកកើតមានក្តីអាណិតអាសូរខ្លាំងទៅវិញព្រោះគិតឃើញថាទោះបីជាបច្ចុប្បន្នគេមានខ្នងបង្អែកជឿជាក់និងមានតំណែងខ្ពង់ខ្ពស់ជាកំពូលមេការគ្រប់គ្រងធំកម្រិតណាក៏ដោយប៉ុន្តែសម្រាប់ខ្សែជីវិតអនាគតរបស់គេនាពេលខាងមុខគឺច្បាស់ជាត្រូវចប់ត្រឹមនេះជាក់ជាមិនខានឡើយជូហ្វានតើរឿងរ៉ាវទាំងអស់នេះវាពិតជាស្នាដៃរបស់ឯងពិតប្រាកដមែនទេព្រះចៅអធិរាជបានពោលសួរឡើងដោយសំឡេងដ៏ត្រជាក់ស្រទុំគួរឲ្យខ្លាចរអាតើហេតុអីបានជាព្រះអង្គត្រូវមកគិតសង្ស័យលើរូបទូលបង្គំទៅវិញនៅក្នុងចិត្តខ្ញុំគឺពិតជាមិនមានការយល់ដឹងពីមូលហេតុនៃការកើតមានក្តីមន្ទិលសង្ស័យរបស់ព្រះអង្គទាល់តែសោះព្រះអង្គជូហ្វានបានឆ្លើយតបត្រឡប់ទៅវិញយ៉ាងមានសភាពស្ងប់ស្ងាត់បំផុតដដែលថាត្បិតទូលបង្គំពិតជាបុគ្គលចុងក្រោយគេបង្អស់ដែលបានចូលជួបពិភាក្សាជាមួយនឹងលោកហោរាធំពិតប្រាកដមែនរឿងរ៉ាវមួយនោះវាពិតជាការពិតជាក់ស្ដែងឡើយប៉ុន្តែវាក៏មិនមានន័យសេចក្តីកំណត់សន្មតថារូបខ្ញុំគឺជាជនឃាតករចិត្តសាហាវម្នាក់នោះដែរព្រះអង្គពីព្រោះនៅខណៈពេលដែលទូលបង្គំបានដើរចហានជើងចាក់ចេញពីក្នុងភូមិគ្រឹះរបស់លោកហោរាធំមកនោះគឺរូបលោកនៅមានសភាពមានសុខភាពល្អបរិបូរណ៍ជាធម្មតាទាំងអស់តើព្រះអង្គសម្ដីដែលឯងបានបកស្រាយអំបញ្ញមិញគឺវាមានសភាពទទេស្អាតដោយមិនមានការបង្កប់នៅភស្តុតាងច្បាស់លាស់អ្វីទាល់តែសោះចុះតើឯងមានវត្ថុអ្វីយកមកជួយបញ្ជាក់សច្ចភាពបានព្រះចៅអធិរាជបានបើកការដេញដោលសួរនាំបន្តទូលបង្គំគឺមានភស្តុតាងសំខាន់ជាច្រើនណាស់យកមកបង្ហាញថ្វាយព្រះអង្គបានតើដិតនៅក្នុងខណៈពេលដែលទូលបង្គំបានចូលជួបពិភាក្សាជាមួយនឹងលោកហោរាធំនោះពួកយើងគឺបាននាំគ្នាជជែកសន្ទនាគ្នាដោយរកពាក្យស្និទ្ធស្នាលនិងរាក់ទាក់រកគ្នាខ្លាំងណាស់ព្រះអង្គហើយមុនពេលឈានជើងចេញមកវិញរូបខ្ញុំថែមទាំងបាននាំខ្លួននាងយូហ្វានស៊ុងអឺឲ្យធ្វើដំណើរមកស្នាក់នៅឯទីស្នាក់ការរបស់ខ្ញុំថែមទៀតផងរួចហើយបន្ទាប់ពីពេលនោះមកនាងគឺបានរស់នៅថែរក្សាការពារក្បែរខ្លួនខ្ញុំពេញមួយថ្ងៃពេញតែម្ដង
ហើយវាមិនត្រឹមតែប៉ុណ្ណោះឡើយព្រោះសូម្បីតែព្រះអង្គម្ចាស់ទី2ផ្ទាល់ក៏អាចទ្រង់ចេញមុខមកធ្វើជាសាក្សីរស់ជួយធ្វើបន្ទាល់សច្ចភាពពីរឿងរ៉ាវមួយនេះថ្វាយព្រះអង្គបានលោកប៉ុន្តែមិនទាន់ទាំងរូបគេអាចមានឱកាសពោលពាក្យសម្ដីរៀបរាប់បានចប់សពគ្រប់ទាន់ផងសោះព្រះចៅអធិរាជក៏បានប្រញាប់មានបន្ទូលកាត់ភ្លាមថាចូលឯងប្រញាប់បញ្ឈប់សម្ដីភ្លាមទៅអញគឺមានក្តីជឿជាក់លើសម្ដីឯងហើយព្រះចៅអធិរាជបានលូកព្រះហស្ថក្រវីបដិទាំងមានទឹកព្រះភ័ក្ត្រមិនសូវជាល្អទាល់តែសោះព្រោះទ្រង់លបគិតឃើញថាជូហ្វានពិតជាបាននិយាយចាក់ចំចំណុចខ្សោយដ៏ធំមួយរបស់រាជវង្សបាត់ទៅហើយព្រោះដឹងខ្លួនច្បាស់ណាស់ថាជូហ្វានមានបំណងចង់លបបើកការលាតត្រដាងអាចកំបាំងថ្វាយព្រះអង្គឲ្យបានជ្រាបថាព្រះអង្គម្ចាស់ទី2គឺធ្លាប់បានបង្ខំចិត្តឲ្យនាងយូហ្វានស៊ុងជួយបើកការទស្សទាយដឹងទុកជាមុនពីរឿងរ៉ាវនៃការរៀបចំផែនការដណ្ដើមរាជបល្ល័ង្កនោះឯងដូចនេះហើយប្រសិនបើពាក្យសម្ដីអាចកំបាំងមួយឃ្លានេះពិតជាត្រូវលេចលឺខ្ចរខ្ចាយទៅដល់ត្រចៀករបស់អ្នកដទៃមែននោះវាច្បាស់ជានឹងមិនត្រឹមតែបង្កឲ្យកើតមាននូវផលប៉ះពាល់និងការខូចខាតដ៏ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះរាជវង្សទាំងមូលប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងអាចបង្កឲ្យមានផលប៉ះពាល់ដ៏អាក្រក់ដល់ពួកមន្ត្រីដទៃទៀតដូចគ្នាដែរវាពិតជាកំហុសឆ្គងដ៏ធំមួយរបស់រូបអញបាត់ទៅហើយនិងដែលកើតមានក្តីប្រញាប់ប្រញាល់ខ្វះការគិតពិចារណាខ្លាំងពេកព្រោះតំណែងជាកំពូលមេការគ្រប់គ្រងថែរក្សាសន្តិសុខនៅក្នុងភូមិគ្រឹះរបស់អញមួយនេះគឺជារូបអញផ្ទាល់ជាអ្នកបើកចិត្តជ្រើសរើសតាំងឡើងដូចនេះរូបគេគឺពិតជាមានចរិតស្មោះត្រង់ខ្លាំងណាស់មិនអាចទៅលួចធ្វើទង្វើដ៏ថោកទាបបែបនេះបានឡើយរួចហើយព្រះចៅអធិរាជក៏បានពោលសួរដេញដោលបន្តទៀតថាជូហ្វានចុះចូលឯងជួយប្រាប់អញបន្តិចមើលថាតើមុនគណៈពេលដែលឯងធ្វើដំណើរទៅដល់ទីនោះតើមានវត្តមានបុគ្គលម្នាក់ណាខ្លះកំពុងតែស្ថិតនៅក្នុងភូមិគ្រឹះរបស់លោកហោរាធំដែរជូហ្វានដឹងខ្លួនយ៉ាងច្បាស់ក្រឡែតថានៅក្នុងទីក្រុងទាំងមូលគឺតែងតែមានការដាក់ពង្រាយពួកក្រុមកងចារកម្មរបស់ស៊ើបការសម្ងាត់របស់ព្រះចៅអធិរាជជាច្រើនណាស់នៅត្រង់ជុំវិញបរិវេណភូមិគ្រឹះមួយនោះហើយដូច្នេះហើយគេក៏មិនហ៊ានមានចិត្តគិតចង់ពោលពាក្យសម្ដីកុហកបោកប្រាស់អ្វីដែរគេបានងក់ក្បាលរបស់គេស្រាលរួចហើយក៏បានពោលឆ្លើយតបវិញយ៉ាងត្រង់ថាក្រាបបង្គំទូលព្រះអង្គនៅក្នុងគណៈពេលនោះគឺរូបទូលបង្គំបានក្រឡេកខ្សែភ្នែកទៅមើលឃើញលោកមេត្តកុលហាំងភូធានយួនរួមជាមួយនឹងលោកគ្រូលឹងវូឆាងកំពុងតែនាំគ្នាហ្វាសឹងនៅការឆ្លោះប្រកែកទាស់ទែងពាក្យសម្ដីគ្នាយ៉ាងខ្លាំងជាមួយនឹងលោកហោរាធំនៅឯផ្នែកខាងក្នុងបន្ទប់ធំមួយព្រះអង្គលុះបានឮពាក្យសម្ដីលាតត្រដាងអាចកំបាំងចំបែបនេះភ្លាមហាងភូធានយួនរួមជាមួយនឹងលោកគ្រូលឹងវូឆាងក៏បាននាំគ្នាងាកមកសម្លឹងមើលមុខគ្នាភ្លាមដោយនៅក្នុងចិត្តរបស់ពួកគេម្នាក់គឺសុទ្ធសឹងតែបានដឹងខ្លួនច្បាស់ក្រឡែតបាត់ទៅហើយថាពេលនេះខ្លួនឯងពិតជាកំពុងតែត្រូវជួបប្រទះនូវបញ្ហាគ្រោះថ្នាក់ដ៏ធំមួយជាក់ជាមិនខានព្រោះដឹងខ្លួនថាទោះបីជាការពិតជាក់ស្ដែងពួកខ្លួនគឺពិតជាមិនបានមានការចូលរួមពាក់ព័ន្ធអ្វីទៅលើរឿងរ៉ាវនៃការស្លាប់បាត់បង់ជីវិតរបស់លោកហោរាធំពិតប្រាកដមែនក៏ដោយប៉ុន្តែប្រសិនបើស្រាប់តែមានរឿងរ៉ាវខុបខិតគ្នាជាសម្ងាត់រវាងជូហ្វានជាមួយនឹងព្រះចៅអធិរាជកើតមានឡើងមែននោះពួកខ្លួនគឺច្បាស់ជាមានភាពពិបាកខ្លាំងក្នុងការរកវិធីគេចវេះឲ្យរួចផុតពីទោសកំហុសប្រហារជីវិតចោលណាស់លុះបានឮពាក្យសម្ដីបកស្រាយរបស់ជូហ្វានបែបនេះភ្លាមនៅក្នុងចិត្តរបស់ព្រះចៅអធិរាជក៏ស្រាប់តែត្រូវកើតមាននូវក្តីត្រេកអរជាខ្លាំងភ្លាមនិងបានលេចនៅស្នាមញញឹមឡើងមកយ៉ាងមានភាពពេញចិត្តពេញថ្លើមជាពន់ពេកប៉ុន្តែទោះជាយ៉ាងណាក៏ដោយជូហ្វានក៏បានបន្តពោលរៀបរាប់ទៀតថារួចហើយបន្ទាប់ពីពេលនោះមកពួកគេទាំងពីរនាក់ក៏បាននាំគ្នាដើរចេញមកជួបរូបទូលបង្គំផ្ទាល់និងបានបន្តបើកការឆ្លោះប្រកែកទាស់ទែងពាក្យសម្ដីជាមួយនឹងរូបខ្ញុំជាបន្តទៀតព្រះអង្គព្រះចៅអធិរាជបានលូកព្រះហស្ថក្រវីបដិសេធស្រាលរួចមានបន្ទូលថារឿងរ៉ាវទំនាស់ពាក្យសម្ដីតូចតាចទាំងអស់នោះគឺវាមិនមែនជារឿងសំខាន់អ្វីចោតឡើយប៉ុន្តែអ្វីដែលសំខាន់គឺបុគ្គលទាំងពីរនាក់នោះ